បាទនេះគឺជាទស្សនវិជ្ជាជាក់ស្ដែងតែម្ដងនៅលើភ្នំគូលែនខេត្តសៀមរាបបាទឃើញថាមុនភ្លៀងនិយាយពីខ្យល់ខ្លាំងមែនតើស្លឹកឈើហោះពេញផ្ទៃអាកាសបាទមេឃឈើមួយចំនួនក៏បាក់ធ្លាក់ដែរអញ្ចឹងឃើញថាឲ្យភ្លៀងម្ដងនាពេលបច្ចុប្បន្នគឺខ្យល់ខ្លាំងតែម្ដងអញ្ចឹងសូមឲ្យបងប្អូនយើងទាំងអស់គ្នាប្រុងប្រយ័ត្នពាក្យប៉ុននឹងការធ្វើដំណើរទៅទីជិតទីឆ្ងាយគឺសូមប្រយ័ត្នប្រយែងមែនទែនជាពិសេសគឺរដូវមានភ្លៀងគោរន្ទះនឹងតែម្ដងបាទនេះខ្សោយខ្យល់ហ្នឹងខ្ញុំអាចធ្វើដំណើរទៅបានធម្មតាតែបើបន្តិចទៀតនឹងភ្លៀងគឺធ្វើដំណើរទៅអត់រួចទេបាទភ្លៀងហើយខ្យល់ទៀតនៅលើភ្នំមិនមែនដូចនៅខាងក្រោមទេខាងក្រោមអាចមិនសូវជាមានខ្យល់ហើយភ្លៀងមិនសូវខ្លាំងតែនៅលើភ្នំគឺឲ្យតែមានភ្លៀងគឺដឹងតែខ្យល់ខ្លាំងតែម្ដងអរគុណច្រើនសម្រាប់ការទស្សនាបាទសូមប្រុងប្រយ័ត្នទាំងអស់គ្នា